ជំរាបសួរពុកម៉ែបងប្អូនពូមីងយាយតាគ្រាន់តែឃើញក្បានវីដេអូបងប្អូនពិតជាដឹងថាខ្ញុំកំពុងធ្វើអ្វីហើយចានោះគឺខ្ញុំកំពុងតែហូបពងទាចៀនតែម្ដងហើយចង់ដឹងថាពងទាចៀនបានមកពីណាដូច្នេះពុកម៉ែបងប្អូនចូលរួមទស្សនាដូចតទៅនៅវីដេអូរបស់ខ្ញុំរហូតដល់ទីបញ្ចប់អូខេ let's go ចាដើម្បីចៀនពងទាបានគឺបញ្ចេញកទេសថ្មីគឺខ្ញុំត្រូវបានជីករណ្ដៅមួយហើយបន្ទាប់មកខ្ញុំជឿថាជីកទៅជីកមកធ្វើម៉េចឲ្យបានខ្លាយទៅជាចង្ក្រានមួយអញ្ចឹងណាពុកម៉ែបងប្អូនចាហើយធ្វើឲ្យខុសប្លែកពីពុកម៉ែបងប្អូនបន្តិចពុកម៉ែបងប្អូនចាហើយពិតជាបញ្ចេញកទេសខ្ពស់មែនតើពុកម៉ែបងប្អូនចាហើយបងប្អូនឃើញយ៉ាងស្អាតហ្នឹងមិនមែននេះទេគឺខ្ញុំដាក់ឲ្យច្បាស់តែម្ដងពុកម៉ែបងប្អូនចាកាលណាច្បាស់ពេកទៅខ្លាចគេចាប់អីចឹងណាពុកម៉ែបងប្អូនចាអ្វីដែលពុកម៉ែបងប្អូនកំពុងតែទស្សនានៅវីដេអូរបស់ខ្ញុំនេះចាគឺជាសកម្មភាពរបស់ខ្ញុំកំពុងតែជីករណ្ដៅដើម្បីធ្វើជាចង្ក្រានសម្រាប់ខ្ញុំចៀនពងទាចៀនអីចឹងណាហើយបន្តមកខ្ញុំក៏បានជីកបានប៉ុណ្ណឹងឯងពុកម៉ែបងប្អូនចាគឺជាស្នាដៃដ៏អស្ចារ្យមែនតើហើយបន្តមកខ្ញុំកាប់ជីកអីហើយចឹងខ្ញុំក៏ទៅហាន់ខ្ទឹមហាន់អីចឹងទៅពុកម៉ែបងប្អូនចាគឺហាន់ខ្ទឹមយើងបានរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមតែម្ដងពុកម៉ែបងប្អូនចាខ្ទឹមនេះគឺហាន់មួយទេពុកម៉ែបងប្អូនដោយសារកាត់របស់ខ្ញុំគឺអត់សូវជាប់ទេពុកម៉ែបងប្អូនចាអញ្ចឹងនេះគ្រាន់តែជាបង្ហាញអំពីសកម្មភាពមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងខ្ញុំចេះហាន់ខ្ទឹមហាន់អីចឹងណាពុកម៉ែបងប្អូនយ៉ាហាន់ទៅស្អាតតែពុកម៉ែបងប្អូនចាអូខេហ្នឹងហើយបន្តមកខ្ញុំក៏បានហាន់ម្ទេសមកក្របអីចឹងណាពុកម៉ែបងប្អូនចាហើយបន្ទាប់មកខ្ញុំក៏បានហាន់រួចរាល់ហើយចឹងទៅខ្ញុំក៏យកមកដាក់នៅក្នុងចានមួយបន្ទាប់មកខ្ញុំក៏គូសពងទាចូលប៉ាច់ចឹងណាពុកម៉ែបងប្អូនចាតំណងម៉ែអ្នកចុងភៅយ៉ាហើយឆ្ងាញ់អារឿងធ្វើមុខធ្វើមាត់នឹងឯងពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំគូសបាន3គ្រាប់ចឹងទៅខ្ញុំក៏ចាប់ដើមយកម្ទេសយកមកដាក់លាយឡំចូលគ្នាកូរឲ្យសព្វដាក់សាច់ដាក់គ្រឿងអីចឹងណាតាមស្ករប៊ីចេងប៊ីស្ទឹកអីចឹងតែលើកនេះខ្ញុំអត់ចង់ដាក់ស្ករហើយក៏ប៊ីចេងក៏មិនដាក់ដែរពុកម៉ែបងប្អូនខ្ញុំដាក់តែទឹកត្រីទេពុកម៉ែបងប្អូនយ៉ាតមកខ្ញុំកូរច្បល់លេឡំចូលគ្នាចឹងហើយបន្ទាប់មកខ្ញុំក៏មើលចង្ក្រានដែលខ្ញុំលុងអំបាញ់មិញនេះចាគឺខ្ញុំចាប់ដើមដាក់បង្កាត់ភ្លើងហើយពុកម៉ែបងប្អូនដាក់អុសតូចអីចឹងណាហើយបន្ទាប់មកឃើញថាអុសវាអូខេហើយវាឆេះហើយចឹងខ្ញុំក៏ចាប់ដើមដាក់ខ្ទះយកតែម្ដងពុកម៉ែបងប្អូនយ៉ាហុយធ្គួលតែម្ដងពុកម៉ែបងប្អូនអើយជាតិទៀតដែរពុកម៉ែបងប្អូនគាត់ចេញមកហើយបន្តមកខ្ញុំក៏ដាក់ខ្លាញ់ដាក់អីអញ្ចឹងទៅបំពងវាក្តៅខ្ទះក្តៅអីអញ្ចឹងណាបន្តមកមើលទៅឃើញថាវាហាក់បីដូចជាក្តៅហើយអញ្ចឹងខ្ញុំក៏ចាប់ដើមចាក់ពងទាចូលយកតែម្ដងកោចុះកោឡើងនឹងបងពុកម៉ែបងប្អូនកាន់ចានចង់ជាប់ទៅអីយ៉ាវាចាប់ដើមឆ្អិនបន្តិចម្ដងទៅតាមនៃការដាក់កម្ដៅអញ្ចឹងណាពុកម៉ែបងប្អូនយ៉ាបន្តមកខ្ញុំក៏បានប្រែកលាប់ផ្ងាពងរបស់ខ្ញុំនឹងឲ្យវាឆ្អិនមួយសពមួយផ្ទាំងថ្មីមួយទៀតចាពុកម៉ែបងប្អូនចាលើកក្លាប់ចប់ចោះចូលឡើងពុកម៉ែបងប្អូនយ៉ាឆ្ងាញ់តំណងណាពុកម៉ែបងប្អូនអើយគ្រាន់តែឃើញក៏តំណងដែរពុកម៉ែបងប្អូនជាតិទៀតអុយយ៉ាបន្តមកពងទារបស់ខ្ញុំក៏ចាប់ដើមឆ្អិនយកតែម្ដងពុកម៉ែបងប្អូនចាចៀនវិធីងាយស្រួលបំផុតហើយការចៀនរបស់ខ្ញុំនេះក៏មិនមែននៅក្នុងផ្ទះក៏មិនមែននៅក្នុងចក្រានបាយទេពុកម៉ែបងប្អូនចាគឺការច្នៃប្រឌិតមកចៀននៅក្រោមដើមស្វាយតែម្ដងពុកម៉ែបងប្អូនហើយចាជាតិអើយជាតិគ្រាន់តែឃើញគ្រាន់លេបទឹកមាត់ក្អឺចឹងណាជាតិដបាល់ជាតិយកហ្មងណាជាតិអើយជាតិណាលោកអើយជាតិក្តៅហុយទៀតអីយ៉ាមកឡើងពូនខ្ញូញយកតែម្ដងពុកម៉ែបងប្អូនអើយជាតិយកតែមែនតែនហ្មងណាធ្វើឲ្យបរិយាកាសប្លែកមួយទៀតណាពុកម៉ែបងប្អូនជាក្រានមិនទៅធ្វើទេផ្ទះបាយធ្វើមិនទៅធ្វើទេសោកចិត្តមកជីករណ្ដៅរលងកលុកមួយទុកធ្វើជាចក្រានអីចឹងណាអីយ៉ាជីចោះជីឡើងក៏ឆ្អិនចឹងមកហើយញ៉េខ្ញុំថាឆ្អិនចឹងហ្មងហើយញ៉េស្នាដៃកូនពៅបន្ទាប់កូនពៅចាក្តៅផងអីយ៉ា
ទៀតហើយពុកម៉ែបងប្អូនឆ្ងាញ់ផងអេះក្បាលផង